hayចំពោះឈុតនេះដែរគឺយើងស្វែងឡើងអំពីព្រះអាទិត្យគឺយើងតំណាងឲ្យព្រះអាទិត្យព្រះអាទិត្យអញ្ចឹងដែលមានឈ្មោះថាព្រះភូមេស្វរៈសូរិយទេពដែលយើងស្ដែងឡើងគឺយើងចង់ធ្វើឈុតនេះឡើងគឺដើម្បីរំលឹកគុណទៅដល់ព្រះអាទិត្យដែលលោកជាព្រះមួយអង្គដែលជាទេពមួយអង្គដែលជាអ្នកផ្ដល់នៅពន្លឺដល់ភពផែនដីយើងទាំងមូលបាទបងមែនតែឆ្នៃឈុតនេះរយៈពេលប្រហែលថ្ងៃដែរជាក់ស្ដែងជាមួយឈុតនេះគឺរយៈពេលតែ1ខែគត់បងព្រោះដោយសារតាទី1គឺពួកខ្ញុំមានការងារច្រើនមែនតើហើយបងក៏គាត់តាក់ទងមកហើយយើងភ្លាម discuss គ្នាភ្លាមហើយគឺគិតឡើងភ្លាមហ្មងតែយ៉ាគឺខ្ញុំអត់ដែររំពឹងទេបងទៅលើការប្រកួតអញ្ចឹងព្រោះដោយសារតាចាញ់ឈ្នះវាជារឿងធម្មតាប៉ុន្តែថាអ្វីដែលខ្ញុំចង់បង្ហាញហ្នឹងគឺតាក់ទងជាមួយនឹងឈុតរបស់យើងគឺយើងចង់បង្ហាញពីរសជាតិបែបខ្មែរទាំងក្បាច់ទាំងអត្ថន័យទាំងអត្ថរសទាំងអីផ្សេងគឺជារបស់ខ្មែរហើយបើសិនជាមានឱកាសមែនមានអាចថាបានទទួលជាភាពអាហ្នឹងវាជាអាចថាវាជា achievement មួយសម្រាប់យើងគឺល្អមែនតើជាម្ចាស់រំគ្នាថៃកែច្នៃវប្បធម៌អ្នកជំនាញច្នៃប្រឌិតឈុតប្រណិតជូនបេក្ខភាព Mr. Sopranos Knock Cambodia 2026បង្ហាញពីមោទនភាពដែលកម្មវិធីរំលេចឈុតប្រណិតលើឆាកឲ្យអន្តរជាតិបានដឹងឈុតតំណាងជាតិ Sopranos Knock Cambodia បង្កើតមោទនភាពខ្មែរលើឆាកប្រកួតនេះបានក្លាយជាវេទិកាដ៏អស្ចារ្យមួយសម្រាប់បង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរឲ្យពិភពលោកបានស្គាល់យ៉ាងច្បាស់ការរៀបចំកម្មវិធីត្រូវបានសាធារណជនសរសើរច្រើនបូករួមទាំងស្តង់ដារនៃការរៀបចំនិងការបង្ហាញវត្តមានរបស់បេក្ខជនបេក្ខនារីដែលពោពេញដោយភាពច្នៃប្រឌិតនិងអត្ថន័យជ្រាលជ្រៅពិសេសបង្កប់ដោយអត្តសញ្ញាណជាតិក្រុមជ័យមង្គលដែលធ្លាប់បានច្នៃប្រឌិតឈុតតំណាងជាតិជាច្រើនឆ្នាំមកហើយនោះក៏បានច្នៃរំលេចចេញជាឈុត2ក្នុងឆាកប្រកួតនេះបេក្ខភាពស្រីលីហៀងជាបេក្ខភាព Mr. Sopranos Knock Cambodia 2026លេខសម្គាល់ MSC 05បានក្រុងឈុតមួយដែលជាឈុតលេចធ្លោក្នុងចំណោមឈុតជាច្រើនតាមអ្នកជំនាញបានលើកឡើងថាជាលោកកបាលមួយអង្គក្នុងចំណោម4ព្រះអង្គដែលជាស្ដេចទេវតាធំចម្បងក្នុងស្ថានចតុមត្តហារីជិកាជាឋានសួគ៌ជាន់ទី1ដែលលោកមានយសជាអ្នកបេកបាច់ថែរក្សានៅអ្នកទាំងឡាយដោយមិនអោយមានរោគផងនិងមានសេចក្តីសុខផងបេក្ខភាពរូបនេះរំភើបនឹងការដែលបានក្រុងឈុតប្រណិតច្នៃនេះក៏ជាការចូលរួមក្នុងការបង្ហាញនិងថែរក្សាផ្សព្វផ្សាយអ្វីដែលជារបស់ខ្មែរទៅកាន់ពិភពលោកឈុតទី2ក៏ត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់និងបង្កប់ទៅដោយអត្ថន័យសម្រាប់បេក្ខភាពនៃកម្មវិធីនេះពួកគាត់បានលើកឡើងជំវិញការក្រុងឈុតចូលរួមក្នុងកម្មវិធីប្រកួតនេះផងដែរថាជំរាបសួរបាទខ្ញុំមានឈ្មោះថានួនបញ្ញរិទ្ធមានអាយុ29ឆ្នាំហើយជាបេក្ខភាពផ្លូវការនៅក្នុងកម្មវិធីប្រកួត Mr. Sopranos ឆ្នាំ2026ហើយមានលេខសម្គាល់ MSC 03បងមិនដែរចំណាប់អារម្មណ៍ក្រោយពីមកដល់វគ្គមួយនេះបាទបងមានអារម្មណ៍ថាសប្បាយចិត្តដែលខ្លួនឯងអាចធ្វើបានហើយឆ្លងកាត់ម្ដងវគ្គចុងក្រោយព្រោះមែនតើគឺយើងឆ្លងកាត់ការជំរុះច្រើនមែនតើពីមួយដំណាក់កាលទៅមួយដំណាក់កាលបងហើយខ្លួនឈុតនេះមានពណ៌មាសភ្លឺថ្លៃស្រស់ស្អាតតែម្ដងមិនដែរពិបាកនៅក្នុងការក្រងទេមែនតើបើយើងនិយាយស្មោះត្រង់ទៅគឺពិបាកបងប៉ុន្តែយើងទ្រាំព្រោះដើម្បីចង់បង្ហាញពីអត្ថន័យនៃឈុតនេះខ្លួនដែរមើលទៅបែរជាអត្តន័យអាចនឹងពាក់ព័ន្ធជាមួយនឹងដើម្បីសុំណែនាំឈ្មោះឲ្យនឹងខ្លួនគេបាទបងជំរាបសួរបងខ្ញុំបាទឈ្មោះខៀងបញ្ញាជាតំណាងមកពីសហសព្វនិកក្រុមជ័យមង្គលហើយចំពោះឈុតនេះដែរគឺយើងស្វែងឡើងអំពីព្រះអាទិត្យគឺយើងតំណាងឲ្យព្រះអាទិត្យព្រះអាទិត្យអញ្ចឹងដែលមានឈ្មោះថាព្រះភូមេស្វរៈសូរិយទេពដែលយើងស្ដែងឡើងគឺយើងចង់ធ្វើឈុតនេះឡើងគឺដើម្បីរំលឹកគុណទៅដល់ព្រះអាទិត្យដែលលោកជាព្រះមួយអង្គដែលជាទេពមួយអង្គដែលជាអ្នកផ្ដល់នៅពន្លឺដល់ភពផែនដីយើងទាំងមូលបាទបងមែនតែឆ្នៃឈុតនេះរយៈពេលប្រហែលថ្ងៃដែរជាក់ស្ដែងជាមួយឈុតនេះគឺរយៈពេលតែ1ខែគត់បងព្រោះដោយសារតាទី1គឺពួកខ្ញុំមានការងារច្រើនមែនតើហើយបងក៏គាត់តាក់ទងមកហើយយើងភ្លាម discuss គ្នាភ្លាមហើយគឺគិតឡើងភ្លាមហ្មងតែក៏មិនប្របាកដែរមើលទៅបានតាន់ពេលវេលាល្អបាទបងតាន់ពេលមិនដែរបើសិនជាឈុតនេះទទួលបានលទ្ធផលល្អប្រសើរនៅក្នុងការធ្វើប្រជែងបើចាក់ស្ដែងពីចំណាប់អារម្មណ៍ខ្ញុំផ្ទាល់ហ្មងគឺគឺខ្ញុំអត់ដែររំពឹងទេបងទៅលើការប្រកួតអញ្ចឹងព្រោះដោយសារតាចាញ់ឈ្នះវាជារឿងធម្មតាប៉ុន្តែថាអ្វីដែលខ្ញុំចង់បង្ហាញហ្នឹងគឺ
តែតងជាមួយនឹងឈុតរបស់យើងគឺយើងចង់បង្ហាញពីរសជាតិបែបខ្មែរទាំងក្បាច់ទាំងអត្តន័យទាំងអត្តរសទាំងអីផ្សេងៗគឺជារបស់ខ្មែរហើយបើសិនជាមានឱកាសមែនមានអាចថាបានទទួលជាភាពអាហ្នឹងវាជាអាចថាវាជា achievement មួយសម្រាប់យើងគឺល្អមែនតើតែបើសិនជាអត់ជាប់ក៏អត់ជាបញ្ហាព្រោះយើងបានបង្ហាញបង អូខេតោះអ្វីដែលជាការប្រើសន្យានៅក្នុងការប្រឹងប្រែងនៅក្នុងការចូលរួមប្រកួតវគ្គមួយនេះដល់តែ បាទបងខ្ញុំសន្យាថានឹង performance ឈុតនេះបានល្អបំផុតបាទហើយសង្ឃឹមថាឈុតនេះនឹងទទួលបានលទ្ធផលល្អនៅថ្ងៃ final បងបាទ អរគុណច្រើន អរគុណបង